Bà ngàyនេះកូនស្រីរបស់ខ្ញុំគាត់ត្រូវទៅសាលារៀនដល់ពេលអញ្ចឹងគាត់ងើបតាំងពីព្រលឹមម៉ោង 4:45 នាទីដើរដាស់គេដាស់ឯងគ្រប់តែគ្នាគាត់ថាបញ្ញាប់ទៅតិចតប៉ាកុំឲ្យស្ទះផ្លូវហើយនិយាយពីកតាបគាត់ណាមិនដឹងដាក់អីខ្លះទេដូចទៅធ្វើសង្គ្រាមដល់ធ្ងន់តែម្ដងហើយនិយាយពីមិនដឹងជាយ៉ាងណាយ៉ាងណីទេថ្ងៃនេះទៅសាលាដំបងអញ្ចឹងដឹងថាគាត់យំឬក៏មិនយំទេគាត់ចេញមកតាមផ្លូវហ្នឹងមើលមុខប៉ាមើលមុខអីដូចនឹកណាស់ហាដូចនឹកគាត់ទៅស្លារៀនមួយថ្ងៃសោះដល់ពេលពិបាកពេកមកប៉ាឆុងដោះគោឲ្យកូនមួយកូនឃ្លានទៅដោះគោហើយកូនសើអីមិនទាន់បដាច់ទៅដោះគោផងទៅសាលារៀននេះដោះគោឲ្យផ្លេចទៅតែរៀបចំដាក់ក្នុងឡានឲ្យជាប់បាទកុំឲ្យដល់ពេលម៉ោងចេញលេងទៅរត់មកបាក់ទៅដោះគោឯងបាទម្ដងនេះភ្លាមនេះប្រពន្ធខ្ញុំនេះនៅដឹកដៃដឹកអីចូលពួកឯងថ្ងៃហ្នឹងថ្ងៃគាត់ចូលសាលារៀនទៅផងអញ្ចឹងត្រូវជូនគាត់ទាំងឪពុកទាំងម្ដាយដើម្បីផ្ដល់កម្លាំងចិត្តឲ្យគាត់ពេលដែលគាត់ចូលសាលារៀនអញ្ចឹងណាបាទព្រោះគ្រួសារក៏ខ្លាចកូនយំតែអត់ទេម្ដងនេះនិយាយពីបាយម៉ាមីគេហ្នឹងមុនទៅចូលរៀនហ្នឹងដូចបាយទៅរៀនទៅអាមេរិកអញ្ចឹងបាទមានខ្លាចមិត្តភ័ក្ដិអីគេណាចូលដល់សាលាភ្លាមលេងផ្លែតនេះអត់មានខ្លាចមិនអីគេទេបាទអរគុណ